បានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តអារាមធ្វើបុណ្យចែកទាននិងសមាទានរក្សាសិលក្នុងសំបុណ្យពុទ្ធសលទាំងអស់នេះអានិសង្ឃនៃការឲ្យទាននិងផលនៃការឲ្យទានពេលដែលពួកគេធ្វើទានធ្វើបុណ្យម្ដងពួកគេមិនមានបៃតេមិនមានសេចក្តីសុខមិនមានសេចក្តីចិត្តរីករាយមិនមានសេចក្តីសមនស្សនៅក្នុងការឲ្យទានដែរចំពោះសត្វក្រុមនេះគឺជាពួកសត្វដែលមានបញ្ញាដ៏ឆ្លៀសវៃគឺពួកគេឆ្លៀសវៃគឺពួកគេធ្វើទានធ្វើបុណ្យម្ដងដោយមិនបានគិតដូចចំពោះសត្វទាំង6ក្រុមខាងដើមនេះឡើយតែចិត្តរបស់គេមុននឹងធ្វើទានមុននឹងធ្វើបុណ្យម្ដងគឺពួកគេឲ្យទាននិងធ្វើបុណ្យបរិច្ចាគទានដោយលះសេចក្តីកំណាញ់នៅក្នុងចិត្តត្រីបុត្រនៅពេលដែលពួកគេលាចាកលោកនេះទៅពួកគេនឹងបានប្រកាសជាសហាយទេវតានៅចិនសុទ្ធាវាស្រីបុត្រនៅពេលដែលពួកគេអស់ឫទ្ធិអស់អំណាចអស់បុណ្យបារមីអស់អាយុខៃនៅក្នុងទេវតាចិនសុទ្ធាវានោះពួកគេនឹងខ្លាច